នេះជាបទកាត់បាយសីកាច់បាយសីទាំង5ជាន់ប្រដាប់គ្រប់គ្រាន់សឹងគ្រប់គ្រឿងជាន់ក្រោមកាច់ជានិទានរឿងកាលព្រះនេឆោមមើងត្រង់សាសនាសោយរាជសម្បត្តិណែបរិយរំសម្រានសុខសំទៅតីយាជាមួយសម្ដេចព្រះពំពីជាចៅមេចយីអគ្គមហេសីអហង្ទាំងស្រីស្នំមេកំណាន់នៃបំរើសពថ្ងៃជាប្រក្រដីដេញដំប្រគុំដូដន្ត្រីប្រលែងចក្រីខន្តិយាលងប្រជជនវោសាងក៏បានធួន25ព្រះវោសាកើតពើមសម្បត្តិក្នុងលោកាទៅស្ដេចញ៉ែយត្រាចេញសាងព្រឹត្តត្រង់គង់អាសដោយបវរស្អាតមានឆាន់អាមាត្យដ៏ជាមិត្តតោងកាន់ទុយសេះដ៏ជាប់ចិត្តសេះលោតណែដោយរិទ្ធអាសយានព្រះចាំងតលោកបាលេទាំង4សតសឹងតែងខ្លួនហើយតែងប្រានហងចុងស្ទួយជើងអាសយានមិនបាច់ញ៉ាយឲ្យព្រួយរាជមនោម័យព្រះអង្គទ្រង់សាលេសាងរិទ្ធីព្រះព្រហ្មនីស្ដេចបានត្រៃអង្គទេពអំសសុគីលីសឹងអឲ្យជ័យគ្រប់អន្ត្រីជាន់ក្រោមកាច់កាលេក្រុងមេរីឈរាំងមីគីព្រះភូមិកុំឲ្យព្រះអង្គស្ដេចចលីទៅសាងភីនីងសក្រមក្រិតព្រះពោធិវង្សមិនត្រង់តាមនៃពាមីរី
ចៅទុចចរិតក្រុងមីកើតថ្នាក់អាំងអន់ចិត្តថយគិតណាយគំនិតរកឱកាសជន់បីកាច់កាលែទៅដល់ស្ទឹងអណោតអ្នកទីប្រាកដច្បាស់ព្រះអង្គចុងចាក់រៀបកន្ធងទ្រង់ផ្លាស់គ្រឿងយន្តសរាច់បានទ្រង់កាត់កេសីនៃព្រះអង្គឧទ្ទិសបងត្រង់អាកាសស្ថានកាលនោះទេវិនមេអង្គវ័នហងស្ទួយទៅកាន់ត្រៃត្រង់សាក៏ជាព្រះសថោបមេព្រះចែកដីបញ្ចុងកេសីព្រះសាស្តាមាននាមប្រែកន្ធងហៅចុងឡាមុនីរតនានៅសពថ្ងៃព្រះពោធិវង្សទ្រង់ព្រះភ្នោះជាភេទអ្នកបួងនៅក្នុងព្រៃប្រើឆាន់អាមាតឲ្យវិលវៃ